សួស្តីបងប្អូននេះជាតសក់សារទី2របស់ខ្ញុំដែលខ្ញុំដាំតសក់សារទី1ហើយដកដើមចាស់ផ្លាស់យកដើមថ្មីហើយជាសារទី2ហើយថ្ងៃបន្ទាប់ខ្ញុំនឹងចែករំលែកបទពិសោធន៍ជាង10ឆ្នាំរបស់ខ្ញុំទៅដល់បងប្អូនកសិករដែលមិនទាន់ចេះដាំឬក៏អ្នកដាំតិចតួចដើម្បីបានជាចំណេះដឹងខ្លះៗទៅថ្ងៃខាងមុខដែលបងប្អូនណាដែលចង់ប្រកបមុខរបរកសិកម្មខាងដាំតសក់ហ្នឹងហើយខ្ញុំនឹងចែកវីដេអូបន្ទាប់ខ្ញុំនឹងចែករំលែកដល់បងប្អូនទាំងអស់គ្នាដើម្បីថាតើដាំតសក់បែបណាទៅកើតហើយយើងមិនមានហានិភ័យហើយនឹងថែទាំបានល្អហើយទៅតាមបច្ចេកទេសនីមួយៗថ្ងៃនេះខ្ញុំសូមចេញវីដេអូហើយនឹងប្រាប់បងប្អូនជូនជាដំណឹងវីដេអូបន្ទាប់ខ្ញុំនឹងចែករំលែកបទពិសោធន៍របស់ខ្ញុំជាង10ឆ្នាំហ្នឹងទៅដល់បងប្អូនកសិករដែលមិនទាន់ចេះដាំតែសម្រាប់បងប្អូនដែលចេះដាំហើយអាចស្ដាប់កំសាន្តកំដរអារម្មណ៍បាន